ប៉ះនរណាមិនដឹងប៉ះស្បុកអាម៉ាល់ទៀតព្រោះខាងគណៈបកជំនាន់ថ្មីនេះដឹកនាំដោយលោកមេឃសុវណ្ណារាអីនេះលោកមានដៃខ្លាចគុកពេញកាលជាប់គុកច្រើនដងច្រើនឆ្នាំឡើងស៊ាំអីហ្នឹងមេបកជំនាន់ថ្មីលោកមេឃសុវណ្ណារាគ្រងប្តឹងមេឃុំ8មុំលោកខៀវជ្រិនរឿងបង្ខាំងមនុស្សដោយខុសច្បាប់បង្ខាំងមន្ត្រីបកនេះដោយខុសច្បាប់អូយរឿងនេះដូចសឡកពឹសហើយដូចបៃលុកបៃឡអញ្ចឹងបងប្អូនថ្ងៃខ្ញុំឃើញម្សិលមិញនេះគឺលោកមីសវណ្ណារាដែលមេបកចំនួនថ្មីនេះគឺគាត់បានថ្លែងសារឲ្យគាត់ប្រកាសថាគាត់កំពុងគ្រោងរៀបចំមេធាវីដើម្បីដាក់ប្តឹងទៅលោកមេឃុំប្តឹងមេឃុំ8មុំលោកខៀវជ្រិននៅឯស្រុកត្រាំងខេត្តតាកែវរឿងហ្នឹងគឺអញ្ចេះទេពីថ្ងៃម្សិលមិញពីថ្ងៃគឺមានមន្ត្រីគណៈបកចំនួនថ្មីគាត់ហ្នឹង2នាក់ដែលមានលោកនីសុភ័ណ្ឌដែលជាអនុប្រធានក្រុមការងារថ្នាក់ជាតិរបស់គណៈបកចំនួនថ្មីហ្នឹងចុះទៅសុំមេឃុំនៅ8មុំលោកជ្រិននៅខៀវជ្រិនហ្នឹងសុំលើកស្លាកគណៈបកតាមពិតគាត់ធ្លាប់សុំម្ដងហើយប៉ុន្តែលោកមេឃុំហ្នឹងធ្លាប់ប្រាប់គាត់ម្ដងដែរថាអត់ឲ្យលើកទេព្រោះអាស្លាកហ្នឹងមេឃុំហ្នឹងគេអ្នកសម្រេចហ្មងព្រោះវាអត់មានគោលការណ៍ច្បាប់ណាទេថាបើកន្លែងហ្នឹងមានស្លាកគណៈបកប្រជាជនកម្ពុជានៅហ្នឹងហើយគឺគណៈបកណាផ្សេងអត់អាចទៅលើកស្លាកនៅហ្នឹងបានទេក្បែរហ្នឹងអត់បានទេទាន់1គីឡូដីឆ្ងាយពីហ្នឹងអត់ដឹងច្បាប់ណាទេលោកខៀវជ្រិនហ្នឹងគាត់ថាអញ្ចឹងហ្មងថាចេញឆ្ងាយ1គីឡូដីបានឲ្យទៅលើកស្លាកប៉ុន្តែខាងក្រុមគណៈបកចំនួនថ្មីនៅតែគិតថាវាអត់មានច្បាប់ចែងវាអត់មានអីគ្រាន់តែលើកស្លាកហ្នឹងគឺដើម្បីកុំឲ្យខុសទៅសុំលោកឃុំមេឃុំខៀវជ្រិនហ្នឹងដើម្បីលើកស្លាកហ្នឹងហើយសុំឲ្យលោកបញ្យលថាច្បាប់ណាដែលនិយាយថាអត់ឲ្យលើកស្លាកក្បែរគ្នាតឆ្ងាយពីគណៈបកប្រជាជនកម្ពុជា1គីឡូដីបានអាចលើកបានអីចឹងណាព្រោះកន្លែងខ្លះឃើញគេដាក់ចម្រុះគ្នាមានស្លាកគណៈបកនយោបាយ3 4អីចឹងដែរពេលដែលទៅតតាំងជាមួយនឹងលោកមេឃុំខៀវជ្រិននៅឯស្នាក់ការឃុំហ្នឹងគឺខាងមន្ត្រីគណៈបកចំនួនថ្មីហ្នឹងគាត់ព្យាយាមកត់ត្រាសម្ដីរបស់លោកខៀវជ្រិនដែលនិយាយពីរឿងថាមិនអោយដាក់ប្រមាណតឆ្ងាយពី1គីឡូដីអីហ្នឹងអីចឹងហ្នឹងគាត់សួរហើយមានថតវីដេអូទៀតអារឿងថតវីដេអូថតអីហ្នឹងឯងដែលធ្វើឲ្យលោកខៀវជ្រិនគាត់មួម៉ៅដល់គាត់មួម៉ៅទៅគាត់រករឿងរហូតតតែទាឲ្យលុបវីដេអូហ្នឹងអស់លុបវីដេអូលុបអីអស់ហើយចាប់ឃាត់ខ្លួននៅក្នុងឃុំហ្នឹងហ្មងបិទសោអត់ឲ្យចេញបណ្ដោយខ្លាំងមែនតើលោកខៀវជ្រិតសុំសរសើរវាអត់មានអំណាចឯណាទៅឃុំខ្លួនមនុស្សបានក្រៅពីតុលាការក្រៅពីរដ្ឋអាជ្ញាក្រៅពីប៉ូលីសទេប៉ុន្តែលោកមេឃុំខៀវជ្រិនប្រហែលជាគាត់ភ្លេចគិតថានេះប្រហែលជាសម័យខ្មែរក្រហមដឹងព្រោះសម័យខ្មែរក្រហមមេឃុំអូស៊ីថ្លើមមនុស្សយកណាទៅសម្លាប់ក៏បានដែរប្រហែលជាអាចគាត់សម័យថាសម័យនេះនៅការគ្រប់គ្រងបែបសម័យខ្មែរក្រហមអីព្រោះគឺមេគាត់អីសើងើបមួយវាយមួយបានស្រេចចិត្តក៏មិនដឹងអាហ្នឹងរឿងហ្នឹងវាអាចអញ្ចឹងដែរអញ្ចឹងទៅឃុំខាងគេដោយខុសច្បាប់ប៉ះនរណាមិនដឹងប៉ះស្បុកអាម៉ាល់ទៀតព្រោះខាងគណៈបកចំនួនថ្មីនេះដឹកនាំដោយលោកមេឃសវណ្ណារាអីនេះលោកមានដៃខ្លាចគុកពេញកាលជាប់គុកច្រើនដងច្រើនឆ្នាំឡើងស៊ាំអីហ្នឹងដូច្នេះគាត់ក៏តវ៉ាតាមពិតការតវ៉ារបស់គណៈបកចំនួនថ្មីនេះត្រូវឯគាត់ថាគាត់កំពុងរៀបចំមេធាវីដើម្បីទៅប្តឹងមេឃុំខៀវជ្រិននេះឲ្យដោះស្រាយបញ្ហាបង្ខាំងមនុស្សដោយខុសច្បាប់ព្រោះអីមិនមានសិទ្ធិអីបង្ខាំងមនុស្សគាត់ទៅសំណូមពរឲ្យលោកសសុខាក្រសួងមហាផ្ទៃអីហ្នឹងចាត់វិធានការនេះឥឡូវមិនដឹងថាគាត់ប្តឹងដាក់ពាក្យបណ្ដឹងពេលណាទេយើងចាំតាមដានបន្តទៅទៀតបងប្អូនហើយហេតុការណ៍នេះគឺបានកើត